ក្មេងស្រីល្អបានព្យាយាមបះបោរសម្រាប់ជាលើកដំបូងនាងបានចម្លងបងប្រុសរបស់នាងលេងជាមួយឧបករណ៍បំភ្លឺប៉ុន្តែដូចជានាងបានដុតវាម្ដាយរបស់នាងបានត្រឡប់មកផ្ទះវិញភ័យខ្លាចនាងបានបោះវាទៅលើឥដ្ឋហើយចាក់ទឹកពីលើវានាងសម្លឹងមើលបារីវង្វេងស្មារតីតើនាងនឹងធ្លាប់ខ្លាចជាក្មេងស្រីដែលបងប្រុសរបស់នាងចូលចិត្តត្រឡប់ទៅវិទ្យាល័យវិញហើយឬនៅនាងនិងក្មេងប្រុសលួចស្រឡាញ់គ្នាដោយសម្ងាត់នាងគិតនាងហៀបនឹងខ្លាចជាមិត្តស្រីរបស់គាត់ប៉ុន្តែបន្ទាប់មកម្ដាយរបស់នាងបានរៀបការជាមួយឪពុករបស់គាត់នៅថ្ងៃរៀបការក្មេងប្រុសនោះបានផ្ទុះកំហឹងយ៉ាងខ្លាំងកំហឹងម្ដាយរបស់គាត់ទើបតែទទួលមរណភាពនៅអាយុ6ឆ្នាំច្រើនខែមុនចំពោះគាត់ម៉ាក់របស់នាងគ្មានអ្វីសោះប៉ុន្តែជាអ្នកបំផ្លាញផ្ទះមិនថានាងធ្វើដូចម្ដេចទេបានពន្យល់ថាគាត់មិនដែលជឿនាងទេបន្ទាប់មកគាត់ស្អប់ទាំងនាងនិងនាងម្ដាយការលួចស្រឡាញ់របស់នាងបានប្រែក្លាយទៅជានាងបងប្រុសនិងសត្រូវក្មេងប្រុសនោះបានងាកមកប្រៃផ្សៃរាល់ថ្ងៃគាត់កំពុងប្រណាំងឬបុកគ្នានៅលើផ្លូវក្មេងស្រីនោះមិនអាចទ្រាំមើលគាត់ដួលនាងបានសម្រេចចិត្តសង្គ្រោះគាត់ដោយសកម្មភាពរបស់នាងផ្ទាល់ជំហានទី1ធ្វើឲ្យគាត់ទទួលយកនាងចងចាំរបស់គាត់មិត្តស្រីអ្នកជិះកង់ពួកគេតែងតែពាក់សំពត់ខ្លីដូច្នេះនាងបានសាកល្បងស្លៀកមួយដោយលួចលាក់នៅពេលដែលគ្មាននរណាម្នាក់នៅផ្ទះប៉ុន្តែពេលនាងហៀបនឹងចាក់ចេញគាត់ក៏បានត្រឡប់មកវិញគាត់ឈរស្ងៀមពេលឃើញនាងថ្មីមើលវាមានអារម្មណ៍សាំចម្លែកជាការពិតណាស់ក្មេងស្រីជិះម៉ូតូរបស់គាត់ស្លៀកពាក់សាមញ្ញដូចនេះជាលើកដំបូងគាត់បានធំឡើងចង់ដឹងចង់ឃើញតើប្អូនស្រីរបស់គាត់កំពុងលងស្នេហ៍ទេខ្លាចទទួលយកការពិតនាងបានកុហកបាននិយាយថានាងនឹងទៅណាត់ជួបបុរសនោះធ្វើពុតជាមិនខ្វល់ប៉ុន្តែបន្ទាប់ទី2គាត់ទូចឲ្យបើកឡានដឹកនាងទៅទីនោះប៉ុន្តែនាងនៅតែមើលថែរបួសរបស់គាត់គ្រាន់តែដូចនៅវិទ្យាល័យក្រោយមកនាងបានរកឃើញហាងកាហ្វេតូចមួយនាងធ្វើពុតជារងចាំការណាត់ជួបមួយគាត់បានមើលពីចម្ងាយគាត់បានផ្ញើសារចំអកមិត្តរួមថ្នាក់ម្នាក់បានស្រែកឡើងទៅនាងបានបង្ខំពួកគេឲ្យអង្គុយនាងធ្វើដូចជាពួកគេកំពុងណាត់ជួបសាច់ចុកពោះកំពុងជេរគ្នាគាត់ញ័រខ្លួនគាត់មិនស្ងប់ចិត្តនឹងឈុតឆាកនោះគាត់បានធានាថាខ្លួនគាត់ផ្ទាល់ក្មេងស្រីល្អជួបក្មេងប្រុសល្អការប្រកួតដ៏ល្អឥតខ្ចោះបន្ទាប់មកគាត់បានបើកឡានយ៉ាងលឿនចេញទៅកង់នាងបានគ្រវីដៃលាមិត្តរួមថ្នាក់របស់នាងភ្លាមពេលគាត់ចាក់ចេញនៅយប់នោះគាត់បានទៅប្រណាំងគ្នាងឿងឆ្ងល់នាងបានបដូរសម្លៀកបំពាក់នាងដើរតាមគាត់នាងបានប្រឈមមុខនឹងគាត់នាងបានទាមទារឲ្យគាត់ត្រឡប់ទៅផ្ទះវិញមិត្តភក្តិរបស់គាត់បានចំអកឲ្យគាត់ដោយនិយាយថាគាត់ត្រូវបានគេបញ្ជាជុំវិញដោយក្មេងស្រីល្អម្នាក់គាត់ជ្រួញចិញ្ចើមគាត់បង្កើនល្បឿនកង់របស់គាត់បើកលឿននាងបិទទ្វារឡានភ្នែករបស់នាងបានភ័យខ្លាចគាត់បានដើរទៅជិតយ៉ាងលឿនបន្ទាប់មកសម្លេងរបស់គាត់បានស្រែកឡើងគាត់បានអញ្ជើញនាងដើម្បីខ្លាចជានារីជិះម៉ូតូដ៏សំណាងរបស់គាត់នាងមិនបានធ្វើទេស្ទាក់ស្ទើរនាងលោតចុះនាងចំអកគាត់អំពីល្បឿនយឺតរបស់គាត់មិនអាចទ្រាំបានទេគាត់បានបញ្ឆេះម៉ាស៊ីនគាត់បានចាក់ចេញពីម្ខាងទៀតអ្នកប្រណាំងនៅក្នុងធូលីដីគ្មានសំបីតែភ្លើងក្រោយការយល់ដឹងក្នុងមួយប៉ព្រិចភ្នែកពួកគេបានត្រឡប់មកផ្ទះវិញក្មេងប្រុសតែងតែត្រូវទទួលទោសបន្ទាប់ពីការប្រណាំងគាត់មិនដែលទប់ទល់ពីមុនមកទេប៉ុន្តែលើកនេះប្អូនស្រីរបស់គាត់បានប្រញាប់ប្រញោលទៅរារាំងការដាក់ទណ្ឌកម្មគាត់ចាប់រុស័យរំពាត់ដោយដៃទេរបស់គាត់បានសម្លឹងមើលនាងបេះដូងជាណាស់មិនយូរប៉ុន្មានក្មេងស្រីនោះបាននាំមកឧបករណ៍សង្គ្រោះបឋមមួយនាងបានរកឃើញគាត់កំពុងមើលថែរបួសនេះតែម្នាក់ឯងនាងបានរើសយកសម្ភារៈដោយប៉ិនប្រសប់នាងបានត្រៀមខ្លួនព្យាបាលរបួសនេះក្មេងប្រុសនោះគាត់បានទាត់នាងចេញដោយកំហឹងគាត់បានប្រាប់នាងថាកុំដើម្បីប៉ះគាត់អ្នករាល់គ្នាដែលបានមើលភាគទី2ទី1បានដឹងពីអាចកំបាំងរបស់ពួកគេក្រោយពីឪពុកម្ដាយរបស់ពួកគេរៀបការម្ដងទៀតពួកគេបានក្លាយជាបងប្អូនបង្កើតក្មេងស្រីនេះធ្លាប់ការស្ដីបន្ទោសរបស់គាត់នាងនៅតែមើលថែដោយស្ងៀមស្ងាត់របួសរបស់គាត់ឃើញគាត់ជិះចាប់នាងក៏ផ្លុំខ្យល់លើរបួសរបស់គាត់ជាក់ស្ដែងគាត់នៅតែមានអារម្មណ៍ចំពោះនាងយ៉ាងណាមិញនាងបានមើលថែរបួសរបស់គាត់តាំងពីវិទ្យាល័យនឹងគាត់តែងតែជាអ្នកការពារនាងបានព្យាយាមពន្យល់ថាការប្រណាំងនេះនៅថ្ងៃនេះមិនត្រូវបានបង្ហាញដោយម្ដាយរបស់ពួកគេទេពេលគាត់ទៅសម្លេងម្ដាយកំហឹងរបស់គាត់ទុកកំហឹងគាត់បានចោទប្រកាន់ម្ដាយរបស់នាងថាចង់បានគាត់ឲ្យធ្លាក់ទាំងអស់សម្រាប់ប្រាក់ធានារ៉ាប់រងក្មេងស្រីនោះខកចិត្តណាស់ទទូចថាវាមិនមែនអំពីលុយទេរបស់ពួកគេប្តីឬប្រពន្ធដែលបានស្លាប់ទៅហើយអាពាហ៍ពិពាហ៍គឺសម្រាប់ការថែទាំសម្រាប់ការរាប់អានក្មេងប្រុសនោះបានស្ទុះមករកនាងភ្លាមគាត់និយាយថាបន្ទាប់មកចូលយើងរៀបការហើយធ្វើជាដៃគូផងដែរក្មេងស្រីនោះបានកកនាងបានជាសះស្បើយយ៉ាងឆាប់រហ័សនាងបាននិយាយដោយឆ្គងថាពួកគេពិតជាដូច្នោះមែនពាក់កណ្ដាលបងប្អូនប្រុសស្រីភ្លាមបានតបទៅវិញយើងគ្មានទំនាក់ទំនងឈាមទេក្មេងស្រីលេបទឹកមាត់ដោយភ័យនាងសឹបប្រាប់ថានាងត្រូវគិតអំពីវាក្មេងប្រុសដែលមានមោទនភាពបាននិយាយវាគ្រាន់តែជារឿងធម្មតាមួយប៉ុណ្ណោះចំណាំគុំយកចិត្តទុកដាក់ចំពោះវាប៉ុន្តែរបស់គាត់ការបញ្ចេញមិត្តបានបង្ហាញអ្វីគ្រប់យ៉ាងរួចហើយ